នេះជាក្រុមលក់ថ្នាំញៀននៅប្រទេសក្រៅឥឡូវវាចូលមកដល់ហុងកុងនេះហើយបាទពួកនេះជាក្រុមលក់ថ្នាំញៀននៅប្រទេសក្រៅឥឡូវវាចូលមកដល់ហុងកុងនេះហើយបាទបងធំលបងមិនអីទេយើងមិនអីទេអាពីយើងរកស៊ីមុខរបរនេះសំខាន់បំផុតគឺត្រូវមានជំនឿលើគ្នាទៅវិញទៅមកហើយប្រកាន់សច្ចធម៌យើងមិនចង់ឲ្យក្រុមហ៊ុនយើងคล้ายទៅជាក្រុមហ៊ុនដែលគេមិនជឿហើយគ្មានសច្ចធម៌ដោយសារឯងនោះទេលបងធំខ្ញុំដឹងខុសហើយសូមលបងអភ័យទោសខ្ញុំផងពួកនេះជាក្រុមលក់ថ្នាំញៀននៅប្រទេសក្រៅឥឡូវវាចូលមកដល់ហុងកុងនេះហើយបាទបងធំលបងមិនអីទេយើងមិនអីទេអាពីយើងរកស៊ីមុខរបរនេះសំខាន់បំផុតគឺត្រូវមានជំនឿលើគ្នាទៅវិញទៅមកហើយប្រកាន់សច្ច